ជំរាបសួរប្រិយមិត្តរៀនហ្គីតាទាំងអស់គ្នាវិលត្រឡប់មកកាន់វីដេអូថ្មីមួយទៀតណាបាទអញ្ចឹងថ្ងៃនេះខ្ញុំមកបង្ហាញបងប្អូនជាមួយនឹងការលេងរៀងហៅថា technique ដែរ band note harmony អញ្ចឹងពាក្យថា harmony note មានន័យថា2 note ទៅជាមួយគ្នាប៉ុន្តែវាបូកជាមួយការ band អញ្ចឹងបងប្អូននឹងពេលខ្ញុំលេងបង្ហាញចំណុចឡើងនេះបងប្អូននឹងដឹងថាអូពេលបទចម្រៀងមួយចំនួនគេលេង solo ឬសថូនអញ្ចឹងគឺដោយសារចាញ់ពីទម្រង់ការលេងអញ្ចឹងហ្នឹងណាបាទអញ្ចឹងហ្នឹងហើយមុននឹងចូលទៅដល់ការបង្ហាញជាមួយនឹងរៀងរាល់ហ្គីតាដែលខ្ញុំលេងបាទគឺលក់ទាំងអស់អញ្ចឹងបងប្អូនអាចចាប់អារម្មណ៍រូបរាងហ្គីតាណាឬក៏ស្រឡាញ់ថូនស្រឡាញ់សលេងអីអញ្ចឹងនៅលើហ្គីតាហ្នឹងណាបងប្អូនអាចតាក់ទងមកកាន់ខ្ញុំបានអញ្ចឹងណាអញ្ចឹងអធិស្ឋានដោយសារខ្ញុំផុសនៅលើ platform 3វីដេអូតែមួយខ្ញុំអត់កាត់តចូលឡើងទេដោយសារមាន platform មួយចំនួនយើងនិយាយពីលេខពីតម្លៃអញ្ចឹងទៅវានឹង ban វីដេអូយើងចេញអញ្ចឹងខ្ញុំអត់ចង់និយាយពីតម្លៃទេបងប្អូនអាចឆាតមកសួរខ្ញុំបានខ្ញុំអត់លាក់ទេប៉ុន្តែគាត់ថាដូចនេះគឺជាមូលហេតុដែលខ្ញុំប្រាប់បងប្អូនដូចគ្នាដែរអញ្ចឹងកុំឲ្យឆ្ងល់អូខេឥឡូវយើងត្រឡប់ចូលទៅវីដេអូមេរៀនរបស់យើងតិចបាទអញ្ចឹងខ្ញុំនឹងបង្ហាញ technique នេះនៅក្នុង position standard La minor pentatonic ទៅកាន់បងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនចង់ប្រើtechnique នេះនៅក្នុងតង់អីផ្សេងបងប្អូនគ្រាន់តែ transpose ឡើងចុះទៅបានណាអូខេបាទអញ្ចឹងខ្ញុំ start ចេញពី note ខាងក្រោមរបស់យើង note បាទខ្ទង់ទី8និង note អីគេ note La ខ្ទង់ទី5ខ្សែទី1ណាអានេះខ្ទង់ទី8ខ្សែទី2អញ្ចឹងខ្ញុំ band វាឃើញទេបងប្អូនណាដៃនេះយើង bandដៃ band ទាំងពីរមកគាត់ថាពេលយើង band ទាំងពីរអញ្ចឹងវារៀងដៃម្រាមទី1 band ទៅអត់ដល់ទេព្រោះរៀងខ្សោយកម្លាំងប៉ុន្តែធ្វើម៉េចឲ្យបានចេញថូនមកអញ្ចឹងឲ្យវាទៅទាំងពីរចូលគ្នាបាទយើងហៅថា harmonic note 2ផ្សេងគ្នាទៅជាមួយគ្នាហ្នឹងយើងហៅថា harmonic note ហើយគាត់ថាវាមាន harmonic 2 3 4 5 6 7អញ្ចឹងទៅណាអញ្ចឹងបងប្អូន band អញ្ចឹងមកហើយបងប្អូនថូនអញ្ចឹងអញ្ចឹង solo មួយចំនួនគេលេងគឺថូនអញ្ចឹងគឺមកពី technique នៃការលេងអញ្ចឹងណាអានេះយើង band មកខ្សែទី2ហើយនិងខ្សែទី3ខ្សែទី2ខ្ទង់ទី5ខ្សែទី3ខ្ទង់ទី7បាទអញ្ចឹងគ្រាន់តែហាត់ form standard របស់ La minor pentatonic យើងមាន technique ច្រើននៅក្នុងហ្នឹងហើយចុះតម្រាំដែលយើងបំបែកform La minor pentatonic មកកាន់ច្រើន position តើយើងនឹងបាន technique ច្រើនប៉ុណ្ណានេះគឺជាអ្វីដែលខ្ញុំចង់បង្ហាញបងប្អូនថាកុំមើលងាយ scale ធម្មតាអញ្ចឹងណាអូខេឥឡូវម្ដងទៀតខ្ញុំធ្វើទៀតឲ្យមើល band ដដែលណាតรงហ្នឹងដល់ពេលនេះបាទចឹងនេះអ្វីដែលខ្ញុំចង់បង្ហាញបងប្អូននៅក្នុងវីដេអូមួយនេះហើយសង្ឃឹមថាអ្នកនរគ្នានឹងតន់ហើយរៀងរាល់បងប្អូនចង់បានឧបករណ៍ភ្លេងហ្គីតាមិនថាឧបករណ៍សោនក៏បងប្អូនអាចឆាតមកសួរ page រៀនហ្គីតាបានឬក៏ឆាតសួរមកកាន់ account ផ្ទាល់របស់ខ្ញុំបានចឹងណាហើយអ្នកដែលមិនទាន់ subscribe YouTube channel រៀនហ្គីតា subscribe អ្នកមួយក៏ដូចជា follow Facebook page រៀនហ្គីតាហើយនឹង TikTok រៀនហ្គីតាអ្នកមួយផងដែរអរគុណច្រើនយើងនឹងជួបគ្នានៅវីដេអូថ្មីទៀត